បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់ធ្វើការចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាអំពីការធ្វើកិច្ចការបំពងទៅលើចង្រិតដែលខ្ញុំបានធ្វើការរកបានអំពីការដាក់ភ្លើងនៅវាលស្រែហើយសម្រាប់ចង្រិតដែលពុកម៉ែបងប្អូនទាំងអស់គ្នាឃើញនេះគឺជាចង្រិតធម្មជាតិ 100% ដែលมันមានការចិញ្ចឹមឬមួយក៏ដាក់ចំណីឲ្យស៊ីទេគឺយើងរកបានពីធម្មជាតិសុទ្ធហើយនេះជាផតាំងគឺដោយមកទាំងក្របដែរអញ្ចឹងសម្រាប់ចង្រិតធម្មជាតិវាអត់ធំទេពុកម៉ែបងប្អូនគ្នាវាទូចប៉ុន្តែចង្រិតខ្លះវាមានពងហើយពងរបស់វាគឺពេលបានញ៉ាំហើយគឺនិយាយថាខ្ទិះផ្អែមឆ្ងាញ់មែនតើប៉ុន្តែវាមានភាគតិចមែនតើសម្រាប់ចង្រិតធម្មជាតិដែរចង្រិតនឹងមានពងអញ្ចឹងណាហើយនេះគឺជាវីដេអូដែលខ្ញុំកំពុងតែធ្វើការលាងសម្អាតវាជាមួយនឹងអំបិលដើម្បីកាត់បន្ថយភាពឆ្អាបក៏ដូចជាក្លិនរបស់វាក្លិនរបស់ចង្រោមនឹងអញ្ចឹងណានេះតើតើជាមួយនឹងវីដេអូទី2ដែលជាវីដេអូដែលខ្ញុំលាងពីទឹកអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនគ្នាតាមដាននឹងការទស្សនាវីដេអូសលេង scene original ទាំងអស់គ្នាណាសម្រាប់នេះមិនដឹងថាវាមានពងឬមិនអត់ចាំមើលស្អែកពងវានោះតែមើលពីខាងក្រៅដូចជាមានដែរមានពងដែរតែមិនច្រើនទេតែអញ្ចឹងចាំមើលទៅវីដេអូខ្ញុំចុះអិនទាំងអស់គ្នាដោយមកទាំងស្លាយអីទៅស្លាយអី 100% ស្អាតសុទ្ធដាក់ទៅស្ទប់បាទពុកម៉ែបងប្អូនអរគ្នានេះគឺតើតើជាមួយនឹងការស្រង់វាបន្ទាប់ពីយើងលាងទឹកហើយអញ្ចឹងណាអញ្ចឹងយើងឃើញថាចរិតរបស់យើងគឺលាងទឹកបានស្អាតល្អមែនតើ2ទៅ3ទឹកហើយណាអញ្ចឹងយើងដាក់ខ្ទះឲ្យវាក្តៅតិចមកហើយចាំយើងចាក់ខ្លាញ់ចូលហើយសម្រាប់ខ្លាញ់គឺខ្ញុំប្រើខ្លាញ់ធម្មតាទេអញ្ចឹងមកពុកម៉ែបងប្អូនគ្នាមានជាប្រេងអូលីវប្រេងអីអាហ្នឹងងឹតតែល្អអញ្ចឹងណាហើយយើងកំពុងវិញនៅដាក់ច្រើនដាក់តែល្មមប៉ុន្តែខ្លាញ់យើងមានបានហើយអញ្ចឹងឲ្យខ្ញុំបំពងតែមកស្ដាប់ដែរទេហើយយើងបំពងឲ្យរៀងក្រហមតិចទៅបានហើយមិនដាក់ដល់ស្រួយពេកទេមកពេលវាស្រួយពេកវាបាត់រសជាតិហើយវាបានតែស្រួយមែនតែវាអត់មានជាតិឆ្ងាញ់ទេហើយដើម្បីឲ្យចង្រិតយើងឆ្ងាញ់យើងគួរតែប្រឡាក់ស្ករសបញ្ចេងក៏ដូចជារ៉ូឌីបន្តិចទៅដើម្បីឲ្យយើងញ៉ាំទៅមានជាតិកាន់តែឆ្ងាញ់ខ្លាំងអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការប្រឡាក់វាជាមួយនឹងរ៉ូឌីក៏ដូចជាស្ករសនិងបញ្ចេងផងដែរអញ្ចឹងយើងច្របល់វាមកច្របល់វាឲ្យសព្វជាមួយនឹងចង្រិតដែលយើងមានបន្ទាប់ពីយើងធ្វើការច្របល់វារួចហើយយើងទុកវានៅស្ទួនណាម៉ោងទេឲ្យវាចូលជាតិតែខ្ទង់តែ2ទៅ3នាទីទៅបានអាចយកទៅបំពងបានហើយកុំភ័យនៅពេលដែរបងប្អូនទាំងអស់គ្នាប្រឡាក់ទៅវាទៅជៀនវាចុះផ្ទះគឺអត់អីទេដូចឃើញខ្ញុំជៀនស្លាប់អញ្ចឹងគឺវាអត់មានបញ្ហាជាប់ផ្ទះទៅអីទេណាអញ្ចឹងកុំឲ្យយើងដាក់ច្រើនពេកទៅបានទៅដល់ជាមួយនឹងគ្រឿងស្ករសបញ្ចេញបាទមិញហ្នឹងណាប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើការបំពងហើយចាំធ្វើការក្លុកគ្រឿងនៅខាងក្រៅក៏បានដែរបន្ទាប់មកខ្ញុំបានដាក់ទៅជាមួយនឹងស្លឹកក្រូចនិងរំដេងផងដែរអញ្ចឹងយើងដាក់ទៅដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនគ្នាហើយនេះគឺជាការបំពងដែលមើលទៅទំនងមែនតើសម្បីតែ voice over នេះក៏ចង់ឲ្យទាំងមាត់នេះហើយនេះខ្ញុំចាប់ដើមស្រង់ដោយសារវាស្រួយហើយវាឆ្ងាញ់ល្មមមិនប៉ុណ្ណឹងអញ្ចឹងខ្ញុំស្រង់ចេញមកណាហើយទៅតូនជាមួយនឹងខ្លាញ់ការៀងខ្មៅដែរអញ្ចឹងខ្ញុំបានទៅតូនជាមួយនឹងការបំពងលើកទី2ហ្នឹងខ្ញុំបាននឹងបន្ថែមវាយើងប្រមាណផ្សេងមុនបន្តិចដោយសារតែបើមិនយើងបំពងច្រើនដងពេកខ្លាញ់យើងខ្មៅពេកអញ្ចឹងមកទៅវាអត់ឆ្ងាញ់ណាអញ្ចឹងយើងបំពងទាន់វាខ្លាញ់វានៅថ្មីល្អអញ្ចឹងនេះគឺជាការបំពងមើលទៅវាមានលក្ខណៈថាតំណងមែនទេគួរចង់ចឹងហើយនេះដែរគឺការកូវិដរបស់ខ្ញុំដើម្បីអីដើម្បីកុំឲ្យវាខ្លោចផ្ទះដោយសារតែ
អាការបំពងទី2នេះវាមានគ្រឿងមានអីជាប់នៅក្នុងផ្ទះជាប់អីអញ្ចឹងបើសិនយើងទុកវាទៅវាអាចនឹងខ្លោចបែកខ្លោចអីអញ្ចឹងណាអញ្ចឹងខ្ញុំអត់ឲ្យវានឹងស្ងៀមទេខ្ញុំកូរវារហូតតែម្ដងអញ្ចឹងនេះគឺជាការកូររបស់ខ្ញុំកូរវិតរហូតទៅដល់វាស្រួយឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនគ្នាហើយទៅទៅជាមួយចង្រិតនេះផងដែរបើសិនជាពុកម៉ែបងប្អូនគ្នាមានការបំពងដូចជាវិធីសាស្ត្រណាដែលគិតថាបំពងទៅឆ្ងាញ់ហើយស្រួយល្អអីអាចជួយប្រាប់ជួយ comment បានតែសម្រាប់ខ្ញុំគឺខ្ញុំបំពងតែម្ដងទេហើយខ្ញុំយកមកញ៉ាំតែម្ដងប៉ុន្តែខ្ញុំធ្លាប់ឃើញគេបំពងតែបន្តិចហើយគេលើកទុកដើម្បីគេបំពងលើកទី2អញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំបំពងតែម្ដងទេក៏វាឆ្ងាញ់ដែរអញ្ចឹងបងប្អូនគ្នាអញ្ចឹងនេះគឺជាចង្រិតខ្ញុំបំពងហើយមកទៅមានអារម្មណ៍ថាវាទំនងញ៉ាំមិនដឹងគឺក្រហមណាបូកផ្សំជាមួយនឹងស្លឹកក្រូចជាម្ដេចខ្ញុំមកដាក់ចូលនេះផងដែរហើយនេះគឺជាការវៃគ្រឿងខាងក្រៅបន្ថែមខ្ញុំបន្ថែមតែរ៉ូឌីបន្តិចទេបងប្អូនណាដើម្បីឲ្យវាមានជាតិផ្លែឡែមហើយបើសិនជាពុកម៉ែបងប្អូនមានជាម្ទេសទៀតណាហាន់ដាក់រឹតទៅឆ្ងាញ់នៅសារតែយប់ហើយខ្ញុំមិនដឹងថាតែរកម្ទេសណាទេអញ្ចឹងខ្ញុំមានតែហូបអត់ប្រើម្ទេសទេហើយនេះគឺជាចានទី2ដែលខ្ញុំបានបំពងរួចប៉ុន្តែសម្រាប់ចានទី2នេះគឺខ្ញុំអត់ចូលស្រួយខ្លាំងទេខ្ញុំយកមកល្មមអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំបំពងបានហើយនេះគឺជាចង្រិតដែលបានមួយចានពេញបឹបតែម្ដងអញ្ចឹងតោះស្ដាប់សលេងស៊ីននៅអស់គ្នាណាធ្វើឲ្យនិយាយវាថាអូយតំណងដៃជើងមួយបាត់ហើយនេះចង្រិតស្រែចង្រិតធម្មជាតិ 100% ដាក់ភ្លើងបានចាំមើលខ្ញុំសាក់ភ្លក់តិចមកឆ្ងាញ់ណាឡងស្រួយខ្ញោកហ្មងនិយាយទៅឲ្យតែរបស់ធម្មជាតិញ៉ាំទៅដឹងឆ្ងាញ់ហ្មងហើយមែនតើហ្មងបត់ឆ្ងាញ់ឲ្យយកលុយវិញតនី 100% អូនេះបានដាក់ម្ទេសទៀតណាចាខ្ញុំអត់មានម្ទេសយកไปដឹងរកទិញណែនេះញ៉ាំម្ដង2ហ្មងនេះស្រួយម៉ែញ៉ាំម្ដង2ឆ្ងាញ់យើងជក់ខ្លាញ់បន្តិចកើតអីទេឆ្ងាញ់ខ្លះមានពងខ្លះអត់ពងអត់មានពងដាក់ទៅនឹងខ្ទិះហ្មងផ្អែមឆ្ងាញ់ហ្មងងត់ដាក់ទឹកតំដាក់អត់ខូចហ្នឹងពងពោះឆ្ងាញ់ណាស់អ្នកនរគ្នាហ្នឹងហ៎ញ៉ាំlạiអស់មួយចានណាខ្ញុំញ៉ាំដៃណា20តងព្រោះចង្រិតហ្នឹងដល់ញ៉ាំដៃមិនឆ្ងាញ់អានេះបើមកចាក់ទៀតដងដបេះតែចាក់អត់តាន់ហូបទេសារតែកាពះមួយយ៉ាងនេះនៅបងប្អូនគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងណាអញ្ចឹងជំរាបលាអរគុណសម្រាប់ការទស្សនាវីដេអូនេះបាយបាយ